តក់ពេញបំពង់គឺជាសុភាសិតមួយដែលបណ្ដុះឲ្យយុវជនក៏ដូចជាអ្នកជំនាន់ក្រោយមានការខិតខំប្រឹងប្រែងក្នុងសុភាសិតនេះដែរគឺមានការបង្កប់ន័យធៀបតក់ពេញបំពង់ពាក្យថាតក់នេះគឺសំដៅទៅលើទឹកត្នោតដែលតក់ម្ដងមួយដំណក់រហូតដល់ពេញបំពង់សុភាសិតនេះបានឆ្លុះបញ្ចាំងឲ្យឃើញពីសកម្មភាពប្រចាំថ្ងៃរបស់ប្រជាជនខ្មែរយើងគឺការយកទឹកត្នោតក្នុងការយកទឹកត្នោតនេះគឺមិនមែនដាក់ភ្លាមបានភ្លាមនោះទេគឺគេត្រូវគៀបផ្ការបស់វាហើយទឹកដែលស្រក់មកនោះគឺចេញជាដំណក់តក់ហើយគេយកបំពង់ឫស្សីមកត្រងដើម្បីឲ្យវាពេញប៉ុន្តែមិនមែន1ម៉ោងឬកន្លះម៉ោងពេញនោះទេអាចរយៈពេល1ថ្ងៃឬ1យប់វាអាចនឹងពេញចឹងហើយបានគេថាតក់ពេញបំពង់ក្នុងន័យនេះពាក្យថាតក់ចង់សំដៅទៅលើសកម្មភាពដែលយើងធ្វើជាប្រចាំថ្ងៃរៀងរាល់ថ្ងៃម្ដងបន្តិចដោយមិនបោះបង់ហើយយូរទៅគឺនឹងដល់គោលដៅដែលយើងចង់បានហើយស្រមកវិញសុភាសិតនេះគឺមានតម្លៃដ៏មហាសាលគឺជួយ